គ្រូជំនួយចម្រើនគុណខ្មែរលោកគ្រូសាំងច័ន្ទរក្សាប្រកាសស្វាគមន៍ជានិច្ចប្រសិនបើតៃមោហិស័យសុំសងសឹកព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official លោកគ្រូសាំងច័ន្ទរក្សាជាអតីតគ្រូជំនួយប្រចាំក្លឹបលោកគ្រូអេពូថងក្នុងពេលបច្ចុប្បន្ននេះលោកគ្រូសាំងច័ន្ទរក្សាកំពុងតែបន្តអាជីពនៅក្នុងក្លឹបគុនខ្មែរដូនតាលោកគ្រូសាំងច័ន្ទរក្សាបានបង្ហាញថាមុនការប្រកួតរវាងចម្រើនគុនខ្មែរនិងតៃមោហិស័យបានកាត់ឡើងនោះលោកគ្រូបានបង្វឹកបង្ហាត់ចម្រើនគុនខ្មែរទាំងអាវុធទាំងកម្លាំងទាំងស៊ូសតាមក្រិតក្រមលោកបានកោតសរសើរតៃមោហិស័យយ៉ាងនេះថាគាត់ឆ្លាតចេញចូលលឿនអាវុធគាត់ក៏ធ្ងន់គួរសមដែរទើបតៃមរុកនេះអាចស៊ីជើងខ្លាំងយើង3រូបរួមមានពេជ្រសម្បត្តិឈុតស្រីវ៉ាន់ថងនិងរតនសុធីប៉ុន្តែខ្ញុំនិងលោកគ្រូខឹមជាតិបានចាប់ក្បាច់តៃមោហិស័យបានទៅហើយម្យ៉ាងទៀតក៏បានណែនាំនិងផ្ដល់យុទ្ធសាស្ត្រទៅដល់ចម្រើនគុនខ្មែរគាត់ធ្វើបានល្អលើសពីការរំពឹងទុកលោកគ្រូសាំងច័ន្ទរក្សាក៏បានបន្តបើសិនជាថ្ងៃណាមួយតៃមោហិស័យគាត់ចង់មកប្រកួតដណ្ដើមខ្សែក្រវ៉ាត់ពីចម្រើនគុនខ្មែរឬខាងសង្វៀនណាមួយរៀបចំកម្មវិធីឲ្យមានការប្រកួតលោកគ្រូសូមដំណឹងមុនកន្លះខែទៅ1ខែដូច្នេះលោកគ្រូនឹងត្រៀមឲ្យចម្រើនគុនខ្មែរបុកវឹកហាត់យកកម្លាំងនិងរាងកាយឲ្យខ្លាំងជាងនេះចុះប្រិយមិត្តយើងគិតយ៉ាងណាដែរប្រសិនបើតៃមោហិស័យគេមកសងសឹកក៏ដូចជាដណ្ដើមខ្សែក្រវ៉ាត់ពីចម្រើនគុនខ្មែរទៅវិញបងប្អូនគិតថាអ្នកណានឹងទទួលបានជ័យជំនះកុំភ្លេចខមមិននៅខាងក្រោមនេះសូមអរគុណ